តើគ្នាដែលធ្លាប់មានអារម្មណ៍ថាស្ដាយក្រោយដែរឬទេក្រោយពេលដែលយើងបាននិយាយពាក្យមិនល្អទៅកាន់មនុស្សដែលយើងស្រឡាញ់ឬក៏អ្នកដែលនៅជុំវិញខ្លួនព្រោះតែអារម្មណ៍មួយឆាវហើយនៅពេលដែលយើងនៅម្នាក់ឯងអារម្មណ៍របស់យើងប្រែមកជាធម្មតាវិញយើងក៏ចាប់ផ្ដើមបន្ទោសខ្លួនឯងហើយនឹងស្ដាយក្រោយចំពោះសម្ដីដែលយើងបាននិយាយចេញទៅមុននឹងបន្តទៅទៀតខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកស្គាល់សិនថាអីទៅគឺជាអារម្មណ៍វាគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតមនុស្សយើងវាគឺជាស្ថានភាពផ្លូវចិត្តដែលបង្ហាញពីអ្វីដែលយើងកំពុងតែមានអារម្មណ៍ក្នុងចិត្តដូចជាការសប្បាយការភ័យព្រួយការស្រឡាញ់ជាដើមហើយបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់មានវិបត្តិសេរីឬក៏ស្ទើរតែបោះបង់អ្វីមួយដែលសំខាន់ក្នុងជីវិតដោយសារតែអារម្មណ៍ខ្ញុំចង់ប្រាប់ថាខ្ញុំក៏ធ្លាប់ឆ្លងកាត់រឿងរ៉ាវមួយនេះដែរកាលពីអតីតកាលខ្ញុំគឺជាមនុស្សម្នាក់ដែលខ្វះភាពកក់ក្ដៅពីគ្រួសារជាមនុស្សដែលអត់សូវចេះនិយាយច្រើនហើយគេគ្រប់គ្នាមើលមកខ្ញុំជាមនុស្សម្នាក់ដែលរឹងមាំជាមនុស្សដែលឯករាជ្យហើយចូលចិត្តដោះស្រាយបញ្ហាដោយខ្លួនឯងប៉ុន្តែអីដែលគួរឲ្យសោកស្ដាយនោះគឺខ្ញុំជាមនុស្សម្នាក់ដែលអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានកាលពីប្រហែលឆ្នាំមុននៅកន្លែងការងារខ្ញុំគឺជា supervisor ម្នាក់ដែលមានតួនាទីបង្ហាត់បង្រៀនបុគ្គលិកថ្មីតែពេលនោះខ្ញុំបានមើលការខុសត្រូវហើយនឹងបង្ហាត់បង្រៀនបុគ្គលិកបានដិតដល់ធ្វើឲ្យការងារនឹងដំណើរការអត់បានរលូនហើយវាមានភាពរាំងស្ទះជាខ្លាំងសម្ពាធការងារកិច្ចការសាលាហើយនឹងបញ្ហាផ្ទាល់ខ្លួនបានធ្វើឲ្យខ្ញុំអស់កម្លាំងហើយនឹងមានភាពតានតឹងជាខ្លាំងហើយខ្ញុំក៏ត្រូវបានមេរបស់ខ្ញុំនឹងហៅទៅណែនាំម្ដងជា2ដងដោយសារតែអារម្មណ៍ stress ហើយនឹងខឹងមួយឆាវខ្ញុំក៏បានសុំមេរបស់ខ្ញុំនឹងឈប់ធ្វើការភ្លាមតែជាសំណាងល្អមេរបស់ខ្ញុំក៏បានឲ្យពេលខ្ញុំសម្រាប់មួយអាទិត្យសិនដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនហើយទុកឲ្យអារម្មណ៍ខ្ញុំស្ងប់សិនហើយចាំសម្រាប់ចិត្តម្ដងទៀតមួយអាទិត្យក្រោយមកកិច្ចការសាលាក៏បានធ្វើរួចរាល់ហើយរឿងផ្ទាល់ខ្លួនក៏បានដោះស្រាយហើយអារម្មណ៍របស់ខ្ញុំក៏ប្រែមកជាធម្មតាវិញពេលនោះខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាបានធ្វើខុសដែលបានសុំមេរបស់ខ្ញុំនឹងឈប់ធ្វើការព្រោះតែអារម្មណ៍ stress និងខឹងមួយឆាវខ្ញុំក៏បានទៅសុំទោសមេរបស់ខ្ញុំហើយខ្ញុំក៏បន្តធ្វើការងារនោះដដែលជាមួយនឹងលទ្ធផលដែលល្អប្រសើរជាងមុនធ្វើការបដាគិតគឺថាការពីប្រហែលថ្ងៃមុនបើសិនជាមេរបស់ខ្ញុំនឹងអនុញ្ញាតឲ្យខ្ញុំឈប់ភ្លាមម្លេះពេលនោះប្រហែលជាជីវិតខ្ញុំកំពុងតែគេងកាត់ទុកព្រោះថាយើងមិននៅភ្នំពេញតែឯងហើយបន្ទុកគ្រប់យ៉ាងគឺយើងត្រូវរ៉ាប់រងខ្លួនឯងបើសិនជាបាត់បង់ការងារម្លេះពេលនោះជីវិតរបស់ខ្ញុំមិនដឹងថានឹងទៅជាយ៉ាងណាបន្ទាប់ពីឆ្លងកាត់រឿងនេះមកខ្ញុំក៏បានយល់ថាពេលដែលខ្ញុំនិយាយចេញទៅវាមិនមែនជាអីដែលចិត្តរបស់ខ្ញុំចង់និយាយទេប៉ុន្តែវាគឺជាសម្លេងរបស់អារម្មណ៍ដែលបាននិយាយជំនួសឲ្យការគិតមនុស្សជាច្រើនរស់នៅក្នុងជីវិតដោយគិតថាខ្លួនឯងគឺជាអ្នកសម្រេចចិត្តប៉ុន្តែការពិតវិញអារម្មណ៍ទេគឺជាអ្នកដែលកាត់ចង្កូតហើយយើងគ្រាន់តែជាអ្នកដែលអង្គុយនៅកៅអីខាងក្រោយដែលចាំទទួលលទ្ធផលពីការបើកបោដែលយើងបានគ្រប់គ្រងដោយខ្លួនឯងផ្ទាល់អារម្មណ៍មិនមែនជារឿងដែលអាក្រក់ទេវាគឺជាផ្នែកមួយនៃភាពជាមនុស្សបើសិនជាគ្មានអារម្មណ៍យើងក៏អត់ដឹងថាក្តីស្រឡាញ់ក្តីមេត្តាភាពឈឺចាប់ឬក៏ភាពរីករាយគឺជាអ្វីនោះឡើយប៉ុន្តែបញ្ហាមិនមែនកើតឡើងដោយសារតែការមានអារម្មណ៍ទេបញ្ហាកើតឡើងនៅពេលដែលយើងជឿគ្រប់អ្វីដែលអារម្មណ៍ប្រាប់យើងហើយយើងយកអារម្មណ៍នោះយកមកធ្វើជាការពិតហើយនឹងធ្វើជាអ្នកសម្រេចអនាគតជំនួសឲ្យហេតុផលពេលដែលយើងខឹងយើងក៏ប្រាប់ខ្លួនឯងថាត្រូវតែឆ្លើយតបឥឡូវនេះបើមិនដូច្នោះទេយើងនឹងចាញ់ហើយនៅពេលដែលយើងកំពុងតែកាត់ទុកអារម្មណ៍ប្រាប់យើងថាអ្វីត្រូវបានបញ្ចប់ហើយគ្មានអ្វីដែលយើងគួរតែបន្តទៅមុខទៀតទេពេលដែលយើងភ័យអារម្មណ៍ប្រាប់យើងថាកុំទៅកុំសាកកុំបន្តព្រោះវានឹងធ្វើឲ្យយើងឈឺចាប់ប៉ុន្តែយើងអត់ដែលដឹងទេថាអារម្មណ៍អត់ដែលប្រាប់យើងពីរូបភាពទាំងមូលនៃបញ្ហាទេវាគ្រាន់តែប្រាប់យើងពីផ្នែកតូចមួយនៃបញ្ហាដែលកំពុងតែកើតឡើងតែប៉ុណ្ណោះហើយយើងក៏សម្រេចចិត្តធ្វើតាមអារម្មណ៍របស់យើងនៅពេលនោះអារម្មណ៍វាធ្វើឲ្យមនុស្សជាច្រើនបាត់បង់ទំនាក់ទំនងល្អដោយសារតែពាក្យមួយឃ្លាដែលយើងនិយាយចេញទៅនៅពេលដែលយើងខឹងជាក់ស្ដែងនៅក្នុងទំនាក់ទំនងស្នេហាមនុស្សដែលធ្លាប់ស្រឡាញ់គ្នាហើយនឹងយកចិត្តគ្នាខ្លាំងក៏អាចបែកបាក់គ្នាបានដែរព្រោះតែការដែលយើងអត់ចេះយល់ពីគ្នាយើងយល់តែអារម្មណ៍រៀងខ្លួនយើងស្រឡាញ់គ្នាតែយើងហួងហែងជ្រុលយើងទាមទារជ្រុលពេលខ្លះគ្រាន់តែមនុស្សដែលយើងស្រឡាញ់អត់បានតបឆាតយើងភ្លាមយើងក៏កើតអារម្មណ៍ខឹងគាត់យើងតូចចិត្តថាហេតុអីបានជាគាត់អត់ខ្វល់ពីយើងចេះតែគិតខ្លួនឯងតែតាមពិតវាដូចអីដែលយើងគិតទាំងអស់ទេពេលខ្លះគេអាចនឹងរវល់ការងារដែលគេត្រូវបំពេញទៅគេអាចតបឆាតយើងក៏ថាបានដែរយើងសាកគិតទៅមើលថានៅកន្លែងការងារគាត់មានសម្ពាធម្ដងហើយពេលដែលគាត់មកផ្ទះវិញគាត់សង្ឃឹមថាពេលដែលគាត់ជួបមនុស្សដែលគាត់ស្រឡាញ់គាត់នឹងបានធូរស្បើយប៉ុន្តែការពិតវាដូចអីដែលគាត់គិតពេលដែលគាត់មកដល់ផ្ទះ
dương mua mau đã quát dương này vậy bị cầm rơ dương rô rương dương ở chết đạp hết Paul dương ở chết đo pe vật lý oi mà nơi đại dương sờ lạnhสุดท้ายตาquạt miênสมปิดคลังบนแหน่จงกร้อยแต่เนี่ยตะโหนงมุ้ยไอ้บรรจบวิมันไม่โดยซาตายกาอสลังติเต้บนใต้โดยซาตายยืงเอาใจไทยเปียสมเดยยืงใจตบอารมณ์หนูไปได้ยืงขังเปียมือเคลียไอ้บงพลายแต่เนี่ยตะโหนงได้ยืงคอมซางมารวบชแนมขนมหยาเปยตรมตายประมาณวินิตี้เปอารมณ์กำปงขังยืงกระแทกการในเยเชนเตอร์หนึ่งทัวเอายืงทูสระจัดบนใต้การปดเว้นเวียบ้านเหมือนซอตกเนยสแนมหนูบุกขนมจัดเนี่ยดอกเตยตัววิ่งหายสแนมหนูบูนูคือวิออนเงเชียสัสบายเลยไปคลายืงมัดบ้องมนูละอวิเป็นแมนโดยซาแต่เกอดโยนไปยืงเต้บนใต้ปลุกแต่ยืงเอาใจตบอารมณ์คลุนไอ้มูนึงนี่เยยตรงในนี่มันแมนยมจังเอาเนี่ยแต่ออกนี่แหละอารมณ์คลุนไอ้หรือก็เหมือนอันนี้เอาคลุนไอ้มันจะอารมณ์เต้บนใต้ยืงเตอเดินทางไปหน้ายืงกูแต่นี่เยยหายไปหน้ายืงกูแต่เนยเสียมไปคลาการได้ยืงใจตบคลุนไอ้มันเอานี่เยยไปได้อารมณ์ยืงกำปงขังហើយជ្រើសរើសយកការដោះស្រាយគ្នានៅពេលដែលអារម្មណ៍យើងស្ងប់អាចបញ្ជាការជួយប្រកាយហើយយើងក៏អាចរស់នៅយ៉ាងមានសុភមង្គលផងដែរយើងមិនអាចបញ្ឈប់អារម្មណ៍មិនឲ្យកាត់ឡើងបានទេវាប្រៀបដូចជាយើងមិនអាចបញ្ឈប់ភ្លៀងឲ្យធ្លាក់មកអញ្ចឹងដែរប៉ុន្តែយើងអាចយកឆ័ត្រដើម្បីការពារខ្លួនឯងបានដូចគ្នានឹងមនុស្សយើងដែរយើងមិនអាចគ្រប់គ្រងអារម្មណ៍ឲ្យកាត់ឡើងបានទេប៉ុន្តែយើងអាចជ្រើសរើសយកការឆ្លើយតបបែបណាចំពោះរឿងដែលកំពុងតែកាត់ឡើងប៉ុន្តែយើងអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានតាមរយៈទី1រត់ហាត់ប្រាណការរត់ហាត់ប្រាណគឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការថែរក្សាសុខភាពផ្លូវកាយហើយនិងផ្លូវចិត្តពេលដែលយើងរត់រាងកាយរបស់យើងនឹងបញ្ចេញសារធាតុដែលអាចជួយឲ្យអារម្មណ៍របស់យើងនឹងល្អប្រសើរបានដូច្នេះវាអាចជួយកាត់បន្ថយភាពតានតឹងហើយនិង stress បានយ៉ាងល្អលើពីនេះការរត់ជាប្រចាំក៏អាចជួយឲ្យសាច់ដុំរបស់យើងរឹងមាំសុខភាពឆ្អឹងល្អបេះដូងក៏ដំណើរការបានល្អប្រសើរទោះបីជារត់តិចៗឬក៏រត់នៅពេលទំនេរក៏ដោយក៏វាអាចជួយឲ្យអារម្មណ៍យើងបានធូរស្រាលផងដែរទី2រៀនបដិសេធការរៀននិយាយបដិសេធគឺជាជំនាញដ៏សំខាន់មួយក្នុងការថែរក្សាខ្លួនឯងមនុស្សជាច្រើនមានទម្លាប់យល់ព្រមគ្រប់រឿងដោយខ្លាចធ្វើឲ្យអ្នកដទៃអត់សប្បាយចិត្តប៉ុន្តែការធ្វើបែបហ្នឹងវាធ្វើឲ្យខ្លួនឯងទទួលរងនូវសម្ពាធលើកម្រិតបើសិនជាយើងមានការងារច្រើនឬក៏យើងមានបញ្ហាផ្ទាល់ខ្លួនដែលត្រូវដោះស្រាយដែរការនិយាយថាទេខ្លះគឺជាវិធីការពារខ្លួនឯងវាជួយឲ្យយើងមានពេលវេលាផ្ដោតទៅលើអ្វីដែលសំខាន់ហើយនឹងគ្រប់គ្រងជីវិតខ្លួនឯងបានល្អជាងមុនទី3ជ្រើសរើសរាប់អានជាមួយមនុស្សដែលត្រឹមត្រូវមនុស្សដែលយើងរាប់អានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍ហើយនឹងការគិតរបស់យើងការជ្រើសរើសដើរជាមួយនឹងមនុស្សដែលមានគំនិតវិជ្ជមានមនុស្សដែលយល់ចិត្តហើយនឹងគាំទ្រយើងនឹងជួយឲ្យយើងបង្ហាញចេញនូវសមត្ថភាពហើយនឹងភាពល្អរបស់ខ្លួនបានកាន់តែច្រើនផ្ទុយទៅវិញបើសិនជាយើងរាប់អានជាមួយមនុស្សដែលពោពេញទៅដោយគំនិតអវិជ្ជមានហើយនឹងបង្កសម្ពាធវាអាចធ្វើឲ្យយើងមានអារម្មណ៍កាន់តែស្មុគស្មាញហើយនឹងហត់នឿយចិត្តលើសដើមដូច្នេះការជ្រើសរើសមនុស្សដែលនៅជុំវិញខ្លួនគឺជាផ្នែកមួយដ៏សំខាន់នៃការថែរក្សាខ្លួនឯងមនុស្សដែលរឹងមាំផ្លូវចិត្តមិនមែនជាមនុស្សដែលអត់ចេះខឹងមិនចេះយំឬក៏អត់ចេះភ័យទេពួកគេក៏មានអារម្មណ៍ដូចយើងដែរប៉ុន្តែភាពខុសគ្នានោះគឺពួកគេមិនអនុញ្ញាតឲ្យអារម្មណ៍ធ្វើសេចក្តីសម្រេចជំនួសឲ្យខ្លួនឯងពួកគេអាចនិយាយតែខ្លួនឯងថាគេកំពុងតែខឹងគេកំពុងតែយំឬក៏គេកំពុងតែភ័យប៉ុន្តែគេអត់អនុញ្ញាតឲ្យអារម្មណ៍ដឹកនាំខ្លួនគេឡើយចំណែកឯការស្ងប់ស្ងាត់វិញវាមិនមែនជាការរត់គិតពីអារម្មណ៍ទេវាគឺជាសមត្ថភាពក្នុងការដែលយើងអង្គុយជាមួយអារម្មណ៍ដោយមិនត្រូវវាអូសទាញឲ្យធ្វើអ្វីមួយពេលអារម្មណ៍យើងស្ងប់ស្ងាត់យើងក៏ចាប់ផ្ដើមសង្កេតឃើញថាអារម្មណ៍មកហើយវាក៏ទៅវិញវាប្រៀបដូចជាពពកដែលហោះនៅលើមេឃអញ្ចឹងដែរយើងឃើញវាហោះនៅលើមេឃតែមួយផ្លែតហើយពេលដែលវាត្រូវខ្យល់បក់វាក៏រសាត់ទៅទីណាក៏មិនដឹងការជប់ឲ្យអារម្មណ៍គ្រប់គ្រងយើងបានន័យថាយើងចេះយល់និងថែរក្សាខ្លួនឯងយើងចេះគិតពីអារម្មណ៍របស់អ្នកដទៃយើងមិនយកការឈឺចាប់របស់ខ្លួនឯងនឹងទៅបង្កឲ្យអ្នកដទៃឈឺចាប់បន្តទៀតចាំថាអារម្មណ៍ថ្ងៃនេះអាចផ្លាស់ប្ដូរបានតែការសម្រេចចិត្តដោយអារម្មណ៍អាចធ្វើឲ្យអ្នកដទៃឈឺចាប់ហើយនឹងបំផ្លាញអនាគតរបស់យើងបានយូរអង្វែងពេលដែលយើងអត់ឲ្យអារម្មណ៍គ្រប់គ្រងយើងបានយើងនឹងរក្សាទំនាក់ទំនងបានល្អជាងមុនព្រោះតែយើងអត់និយាយអីដែលយើងអត់ចង់និយាយពិតប្រាកដយើងនឹងសម្រេចចិត្តបានច្បាស់ជាងមុនព្រោះតែយើងអត់បានសម្រេចចិត្តនៅពេលដែលចិត្តកំពុងតែច្បុកច្បល់តាមអីដែលខ្ញុំសង្កេតឃើញភាគច្រើនមនុស្សដែលគួរឲ្យគោរពហើយអស្ចារ្យខ្លាំងបំផុតនឹងអាចសម្រេចកិច្ចការធំៗបានភាគច្រើនគាត់គឺជាមនុស្សដែលអត់មានភាពឆេវឆាវជាមនុស្សដែលចេះគ្រប់គ្រងចិត្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងទោះបីជាស្ថិតក្នុងស្ថានភាពលំបាកក៏គាត់អត់ឲ្យអារម្មណ៍មកដឹកនាំខ្លួនគាត់បានឡើយចុងបញ្ចប់អរគុណបងប្អូនទាំងគ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃស្ដាប់វីដេអូថ្ងៃនេះ
សង្ឃឹមថាវីដេអូនេះនឹងអាចជួយជាចំណែកដល់បងប្អូនទាំងអស់គ្នាអាចគ្រប់គ្រងអារម្មណ៍បងប្អូនបានល្អជាងមុនខ្លះអាចធ្វើការចែកម្លែកទៅកាន់មនុស្សដែលបងប្អូនស្គាល់ដើម្បីឲ្យពួកគាត់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងមុននឹងសម្រេចចិត្តធ្វើអីមួយដូចបងប្អូនដែរអាចជួយចុច like ឬក៏ជួយចុច subscribe ដើម្បីផ្ដល់ជាកម្លាំងចិត្តជួបគ្នានៅវីដេអូក្រោយអរគុណ